បាទសម្រាប់ថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនពីរបៀបក្នុងការតាំងរូបភាពនិងស្វែងរកនូវរូបភាពដែលស្អាតយកមកតាំងនៅក្នុងកុំព្យូទ័ររបស់យើងហើយជាប្រភេទរូបភាពដែលច្បាស់ល្អរហូតដល់ Full HD ឬក៏ 4K 2K អីអូខេអញ្ចឹងដើម្បីឈានទៅកាន់វីដេអូកុំភ្លេចបងប្អូនជួយចុច Subscribe ឬក៏ Follow Page ដើម្បីទទួលបាននូវវីដេអូចំណេះដឹងទាក់ទងនឹងកុំព្យូទ័រឬក៏បច្ចេកទេសថ្មីៗទៀតអូខេអញ្ចឹងដើម្បីធ្វើការតាំងរូបភាពបានអញ្ចឹងយើងកុំភ្លេចទី1យើងចូលទៅកាន់អ៊ីនធឺណិតដើម្បីស្វែងរកនូវរូបភាពស្អាតយកមកតាំងហើយសម្រាប់បងៗដែលមានរូបភាពដូចជារូបភាពខ្លួនឯងរូបភាពទេសភាពរូបភាពក្រុមគ្រួសារអីក៏អាចដាក់តាំងបានដែរអូខេអញ្ចឹងខ្ញុំឥឡូវនេះខ្ញុំអត់មានរូបភាពទេអញ្ចឹងខ្ញុំសូមទៅស្វែងរកនូវរូបភាពហើយនឹងមកបង្ហាញបងប្អូនពីរបៀបក្នុងការទាញយករូបភាពស្អាតយកមកធ្វើការតាំងតែម្ដងអូខេអញ្ចឹងអានេះទៅលើប្រភេទកុំព្យូទ័រនេះប្រើជាប្រភេទ brand Lenovo អូខេអញ្ចឹងខ្ញុំសូមធ្វើការចូលទៅកាន់ជ្រុងដើម្បីស្វែងរកនៅជាប្រភេទwallpaper របស់វាជាប្រភេទ Lenovo ដើម្បីយកមកដាក់តែម្ដងមកបង្ហាញបងប្អូនតែម្ដងអូខេអញ្ចឹងខ្ញុំបាយថា Lenovo ប្រភេទនេះជាប្រភេទ Machine Business Simplex អូខេអញ្ចឹងខ្ញុំធ្វើការដាក់ Lenovo wallpaper អូខេនេះបងប្អូនអូខេអញ្ចឹងខ្ញុំធ្វើការ enter មកហើយបន្ទាប់មកបងប្អូនយកកន្លែងរូបភាពនេះបងប្អូនយកកន្លែងរូបភាពនេះគឺសិក្សាតែជាប្រភេទ wallpaper យកមកដាក់នៅក្នុង desktop របស់យើងដើម្បីមានភាពទាក់ទាញស្អាតអីចឹងទៅអូខេបងប្អូនអាចមើលបានមួយណាស្អាតសម្រាប់បងប្អូនចឹងទៅអញ្ចឹងមួយនេះសម្រាប់បងដែលគាត់ប្រើជាប្រភេទ brand Lenovo អូខេអញ្ចឹងសម្រាប់បងដែលគាត់ប្រើជាប្រភេទ brand Dell ខ្ញុំធ្វើការវាយប្រភេទ brand Dell ឲ្យបងប្អូនមើលតែម្ដងអូខេអញ្ចឹងបងប្អូន search មកហើយកុំភ្លេចបងប្អូនចូលកន្លែងរូបភាពទៅវា load ជាប្រភេទរូបភាពយកមកឲ្យតែម្ដងនេះបងប្អូនស្អាតខ្លាំងមែនទែននេះសិនតែជាប្រភេទ wallpaper ស្អាតយកមកតាំងនៅក្នុង laptop របស់យើងអញ្ចឹងទៅអូខេអញ្ចឹងឬក៏បងប្អូនប្រើជាប្រភេទ brand HP អូខេអញ្ចឹងខ្ញុំធ្វើការស្វែងរកជាប្រភេទ HP មួយទៀតអូខេអញ្ចឹងធ្វើការ enter មកនេះបងប្អូនស្អាតខ្លាំងមែនទែនសិនតែជាប្រភេទwallpaper ស្អាតយកមកតាំងនៅក្នុង laptop desktop របស់យើងអញ្ចឹងបងប្អូនវាមើលទៅមានភាពទាក់ទាញហើយនឹងងាយស្រួលមើលអីចឹងទៅដើម្បីទាក់ទាញកុំព្យូទ័ររបស់យើងវាមានតាម blur តាមអីចឹងទៅបងប្អូនអាច check រកបានហើយមួយទៀតដូចជា ASUS អញ្ចឹងអូខេ ASUS ចឹងទៅបងប្អូននេះសុខសឹងតែជាប្រភេទ rock stick អីចឹងទៅស្អាតខ្លាំងមែនទែនអូខេសុខសឹងតែជាប្រភេទគេធ្វើមក design មកជាប្រភេទតាម brand អីចឹងទៅអូខេវាមាន ASUS មាន Acer MSI ចឹងទៅបងប្អូនវាយតាសុំវាយ MSI មួយទៀតអូខេ MSI wallpaper នេះបងប្អូនលយមែនទែនបាទហើយសុខសឹងតែជាប្រភេទ wallpaper ដែលអាចយកមកតាំងមកក្នុង desktop យ៉ាងបានអូខេអញ្ចឹងខ្ញុំកុំឲ្យខាត់ពេលវេលាយូរខ្ញុំធ្វើការតាំងមួយតែម្ដងខ្ញុំដោយសារនេះជាប្រភេទ brand Lenovo ខ្ញុំធ្វើការវាយ Lenovo តែម្ដងបងប្អូនអូខេអញ្ចឹងខ្ញុំធ្វើការដាក់ Lenovo ដើម្បីឲ្យស៊ីនឹងជាមួយនឹង laptop របស់យើងអូខេអញ្ចឹងខ្ញុំសុំរកណែស្អាតអញ្ចឹងទៅបងប្អូនដើម្បីតាក់ទាញពេកធ្វើការងារអូខេអញ្ចឹងខ្ញុំសុំស្វែងរកសិនអូខេខ្ញុំដាក់រូបឡាននេះចុះអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះដើម្បីយករូបភាពនឹងបានយើងចាំឲ្យវាជាប្រភេទច្បាស់សិនយើង download បើវា load អត់តាន់ច្បាស់ទេយើងយកមកតាំងមកគឺវាអត់សូវច្បាស់ទេអូខេអញ្ចឹងនេះវាបានច្បាស់ហើយខ្ញុំធ្វើការ mouse ស្ដាំហើយបន្ទាប់មកបងប្អូនយកពាក្យថា save ហើយ save as នេះបងប្អូន image save as នេះអូខេអញ្ចឹងយើងធ្វើការ download បានហើយបងប្អូនគាត់ចូលទៅកាន់ file របស់យើងហើយមិញនេះខ្ញុំបានដាក់វានៅក្នុង picture ហើយនេះបងប្អូនអូខេអញ្ចឹងដើម្បីយើងធ្វើការក្នុងការតាំងរូបភាពនេះបានអញ្ចឹងបងប្អូនគាត់តែចុចទៅលើ mouse ស្ដាំអូខេអញ្ចឹងបងប្អូនចុច mouse ស្ដាំហើយបងប្អូន scroll ពីលើចុះក្រោមមកត្រង់ចំណុចនេះគេដាក់ set as desktop background អូខេអញ្ចឹងបងប្អូនចុចទៅលើត្រង់ហ្នឹងមួយវានឹងវានឹងបង្ហាញថារូបភាពហ្នឹងយើងបានតាំងហើយបងប្អូនអាចមើលរូបភាពបានគឺថាច្បាស់ល្អមែនទែនដែលយើងបានធ្វើការ download ចេញមកគឺថាច្បាស់ល្អតែម្ដងបងប្អូន
អូខេអរគុណបងប្អូនអរគ្នាសម្រាប់ទស្សនានៅវីដេអូមួយនេះអញ្ចឹងបើបងប្អូនពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like follow ឬក៏ subscribe អ្នកមួយដើម្បីទទួលបាននៅចំណេះដឹងដែលទាក់ទងនឹងបច្ចេកទេសឬក៏ចំណេះដឹងដែលទាក់ទងនឹងកុំព្យូទ័រទាំងអស់គ្នាអូខេអរគុណបាយបាយ